សូមគោរពជំរាបសួរប្រិយមិត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីនិស្សិតនៃសាកលវិទ្យាល័យ Belty អន្តរជាតិមកពីមហាវិទ្យាល័យអាកាសចរ Civil ឆ្នាំទី1ឆមាសទី2ចុះវឹកហាត់ការងារ Practical Training មកកាន់អាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុងចំនួន167នាក់នាថ្ងៃទី30ខែមិថុនាឆ្នាំ2026សាកលវិទ្យាល័យ Belty អន្តរជាតិបានរៀបចំការចុះវឹកហាត់ការងាររបស់និស្សិតឆ្នាំទី1ឆមាសទី2មកពីមហាវិទ្យាល័យអាកាសចរ Civil ចំនួន167នាក់ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុងដោយមានការអញ្ជើញចូលរួមពីឯកឧត្តមលីណាវុធសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Belty អន្តរជាតិនិងលោកម៉ៅពេជ្រច័ន្ទមុនីអគ្គនាយកអាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុងព្រមទាំងថ្នាក់ដឹកនាំនិងនិស្សិតនៃសាកលវិទ្យាល័យ Belty អន្តរជាតិផងដែរការចុះវឹកហាត់ការងារ Practical Training នេះបានរៀបចំឡើងក្នុងគោលបំណង1ផ្ដល់ឱកាសជូនដល់និស្សិតឲ្យបានសិក្សាស្វែងយល់ទាំងទ្រឹស្ដីស្របនឹងការអនុវត្តផ្ទាល់ឲ្យកាន់តែស៊ីជម្រៅអំពីប្រព័ន្ធប្រតិបត្តិការរបស់អាកាសយានដ្ឋាន Airport Operation រួមមាន Ground Side, Air Side, Terminal, Check-in, Check-out និងប្រព័ន្ធគ្រប់គ្រងដែនអាកាស ATC Tower 2ឆ្វេងយល់ពីដំណើរការនិងឧបករណ៍បច្ចេកទេសសំខាន់ៗមួយចំនួនដែលជាជំនាញស្នូលលើវិស័យអាកាសចរ3បណ្ដុះបណ្ដាលនិងពង្រឹងសមត្ថភាពនិស្សិតឲ្យស្របទៅនឹងការវិវត្តជាក់ស្ដែងនៃវិស័យអាកាសចរនៅកម្ពុជា4បង្កើតបរិយាកាសសិក្សាជាក់ស្ដែងក្រៅថ្នាក់និងបង្កើនសាមគ្គីភាពរវាងនិស្សិតនិងនិស្សិតផងដែរការចុះវឹកហាត់ការងារនេះធ្វើដំណើរតាមរយៈរថយន្តទំនើប Belty ទេសចរBelty International University, the future of global leaders.